សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករៀនភាសាចិនបន្តពាក់ព័ន្ធជាមួយនឹងពាក្យកុំចង្អុលមុខខ្ញុំជាភាសាចិនយើងប្រើប្រាស់ដូចម្ដេចទៅតើយើងទៅសិក្សាទាំងអស់គ្នាអញ្ចឹងពាក្យកុំចង្អុលមុខខ្ញុំជាភាសាចិនយើងប្រើដូចម្ដេចទៅអូខេអញ្ចឹងមានពីរប្រយោគប្រយោគទី1បែបនិយាយធម្មតាមើងម៉ាត់ប្រយោគទី2បែបខ្លីៗនិងពេលដែលយើងកំពុងតែខឹងខ្លាំងអញ្ចឹងមកមើលពាក្យរបស់យើងដើមសិន别指责我别指责我កុំចង្អុលមុខខ្ញុំចឹងមានពីរប្រយោគទី1不要用手指责我កុំយកម្រាមដៃមកចង្អុលមុខខ្ញុំយើងនិយាយបែបមើងម៉ាត់បែបធម្មតា不要用手指责我不要用手指责我កុំយកម្រាមដៃមកចង្អុលមុខខ្ញុំប្រយោគទី2និយាយបែបខ្លីហើយស្រួលចាំហើយនៅពេលដែលយើងកំពុងតែខឹងខ្លាំងយើងអាចនិយាយពាក្យនេះបែបខ្លីស្រួលចាំគឺ别指责我别指责我别指责我កុំចង្អុលមុខខ្ញុំប្រយោគទី2នេះយើងនិយាយបែបខឹងខ្លាំងបែបយើងកំពុងតែខឹងយើងនិយាយបែបម៉ាត់គឺយើងនិយាយបែបខ្លីគឺ别指责我别指责我កុំចង្អុលមុខខ្ញុំអូខេអញ្ចឹងការចង្អុលមុខនេះគឺទង្វើដែលគ្មានសុជីវធម៌យើងមិនត្រូវធ្វើបែបហ្នឹងទេនៅពេលដែលយើងខឹងខ្លាំងក៏ដោយតែបើយើងខឹងខ្លាំងហើយចង្អុលមុខគេអាហ្នឹងអាចនឹងគ្រោះថ្នាក់គេវាយគេអញ្ចឹងណាអូខេអញ្ចឹងការចង្អុលមុខហ្នឹងអ្នកឯងហ្នឹងអាងអីមកចង្អុលមុខខ្ញុំហ្នឹងអ្នកឯងជានរណាគេមកចង្អុលមុខខ្ញុំហ្នឹងអញ្ចឹងនិយាយបែបម៉េចក្នុងភាសាចិនតោះយើងទៅបន្តទៀត凭什么凭什么បកថាអាងអីយកសិទ្ធអីមកធ្វើបែបហ្នឹងមានន័យថាអ្នកឯងអាងអីមានសិទ្ធអីមកធ្វើបែបហ្នឹងដាក់ខ្ញុំនេះអញ្ចឹងភាសាខ្មែរបែបសាមញ្ញណាអញ្ចឹងយើងមានប្រយោគរបស់យើងមួយ你凭什么这么做你凭什么这么做បកបាន2ទី1បកថាអ្នកឯងអាងអីមកធ្វើបែបហ្នឹងទី2បកបានថាអ្នកឯងមានសិទ្ធអីមកធ្វើបែបនេះអូខេអញ្ចឹងភីងសមនេះបកថាអាងអីអ្នកឯងមានសិទ្ធអីចើមកជក់នេះបែបហ្នឹងចើមកនេះម្លេះជក់នេះគឺធ្វើក៏ប៉ុន្តែចើមកនេះពេលខ្លះវាដាក់តួជាគុណនាមបកថាបែបហ្នឹងដោយប្រយោគនេះអញ្ចឹងឥឡូវយើងរៀនភីងសមសិនទៅចើមកនេះចាំយើងរៀននៅវគ្គក្រោយអូខេប្រយោគរបស់យើងសូមដងទៀត你凭什么这么做你凭什么这么做អ្នកឯងអាងអីមកធ្វើបែបហ្នឹងឬក៏បកបានពីររបៀបមួយរបៀបទៀតគឺអ្នកឯងមានសិទ្ធអីមកធ្វើបែបនេះគាត់មានសិទ្ធអីមកធ្វើបែបហ្នឹងដាក់យើងអ្នកឯងមានសិទ្ធអីមកចង្អុលមុខខ្ញុំបែបហ្នឹងអញ្ចឹងទង្វើបែបនេះគឺទង្វើដែលគ្មានសុជីវធម៌អញ្ចឹងសុជីវធម៌ជាភាសាចិនយើងនិយាយបែបម៉េចទៅតោះយើងទៅបន្តទៀតពាក្យថាសុជីវធម៌នៅក្នុងភាសាចិនយើងអានថាលីម៉ោសុជីវធម៌អញ្ចឹងយើងមានប្រយោគ2ប្រយោគទី1គឺ你这样做太没礼貌了你这样做太没礼貌了អ្នកធ្វើបែបនេះគ្មានសុជីវធម៌ទាល់តែសោះឬក៏ថៃនេះបកថាពេកក៏ប៉ុន្តែយើងអាចបកមួយទៀតបានថាអ្នកធ្វើបែបនេះគឺគ្មានសុជីវធម៌ពេកហើយក៏ប៉ុន្តែយើងបកថាគ្មានសុជីវធម៌ទាល់តែសោះស្ដាប់ទៅវាព្រោះជាងណាអ្នកធ្វើបែបនេះគ្មានសុជីវធម៌ទាល់តែសោះ你这样做太没礼貌了អ្នកធ្វើបែបនេះគ្មានសុជីវធម៌ទាល់តែសោះអញ្ចឹងប្រយោគទី2នេះ你真没礼貌អ្នកឯងពិតជាគ្មានសុជីវធម៌មែននៅពេលដែលគាត់និយាយស្ដីទៅកាន់ចាស់ទុំឬក៏ទង្វើដែលមើលទៅវាមិនសមរម្យយើងអាចនិយាយបានថាអញ្ចឹង你真没礼貌អ្នកឯងពិតជាគ្មានសុជីវធម៌មែនអញ្ចឹងលីម៉ោនេះគឺបកថាសុជីវធម៌ចុះទង្វើគ្មានសុជីវធម៌ជាភាសាចិនយើងនិយាយដូចម្ដេចទៅតោះយើងទៅបន្តទៀតទង្វើនៅក្នុងភាសាចិនយើងអានថាសិងវៃបកថាទង្វើយើងមានប្រយោគយើងមួយដែរ你这种行为很没礼貌你这种行为很没礼貌ទង្វើរបស់អ្នកបែបនេះគឺគ្មានសុជីវធម៌ទាល់តែសោះ你这种行为很没礼貌ទង្វើរបស់អ្នកបែបនេះគឺគ្មានសុជីវធម៌ទាល់តែសោះអញ្ចឹងថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេសង្ឃឹមថាពាក្យនេះអាចជួយដល់បងប្អូនក្នុងការប្រើប្រាស់ប្រចាំថ្ងៃបាន
អូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណ